រាសីមនុស្សដែលកើតចំឆ្នាំថោះជាពិសេសគឺមនុស្សស្រីតែម្ដងគឺមនុស្សស្រីដែលកើតចំឆ្នាំថោះនេះខ្ញុំនឹងលើកយករឿងរ៉ាវជាច្រើនឲ្យបងប្អូនបានជ្រាបឲ្យបានច្បាស់មិនថារឿងរ៉ាវជីវិតមិនថារឿងរ៉ាវជាមួយប្រជុយទេខ្ញុំនឹងលើកបូកបញ្ចូលគ្នាបងប្អូនបានជ្រាបទាំងអស់គ្នាថាមនុស្សដែលកើតឆ្នាំថោះហ្នឹងជួបរឿងរ៉ាវអីខ្លះក្នុងជីវិតហើយត្រូវប្រការនិងប្រយ័ត្នបែបម៉េចខ្លះអញ្ចឹងខ្ញុំសូមជំរាបប្រាប់ថាមនុស្សស្រីដែលកើតចំឆ្នាំថោះជាពិសេសហ្មងគឺជាមនុស្សដែលចិត្តទន់គឺចិត្តល្អហើយចិត្តទន់ងាយនឹងចាញ់បោកគេមិនថារឿងលុយកាក់ស្នេហាមិត្តភាពទេចឹងឆ្នាំថោះគឺរងគ្រោះខ្លាំងបំផុតគឺគេហៅថារងគ្រោះមួយលំដាប់ថាយូរទៅលែងចង់រាប់អានមិត្តភាពលែងមានមិត្តភក្តិក៏បានលែងមានបងប្អូនក៏បានលែងមានសាច់ញាតិក៏បានគឺលែងមានទាំងអស់ក៏បានដែរសូម្បីតែក្តីស្រឡាញ់ចឹងឆ្នាំថោះគឺបែបហ្នឹងមនុស្សស្រីគឺឈឺចាប់ជាពិសេសគឺរឿងស្នេហាអញ្ចឹងបងប្អូនដែលកើតចំឆ្នាំថោះគឺអាភ័ព្វជាងគេនឹងរឿងស្នេហាតែម្ដងហើយបើសិនជាថោះនឹងគាត់មានប្រជុយដូចជារោងទឹកភ្នែកទៀតនៅសងខាងភ្នែកហ្នឹងគឺជីវិតហ្នឹងវាពោរពេញទៅដោយបញ្ហារឿងស្នេហ៍តែម្ដងហ្នឹងប៉ះរឿងស្នេហ៍ហើយបើសិនជាថោះហ្នឹងគាត់មានប្រជុយបែបជាមកច្អូក្នុងច្រមុះឬក៏មានប្រជុយនៅច្រមុះគឺប៉ះពាល់នឹងរឿងរ៉ាវរឿងលុយកាក់មានលុយហើយក៏លុយហ្នឹងគេហៅថាគង់ឲ្យគ្រប់គ្រាន់មានលុយហើយក៏លុយហក់ចេញទៅវិញអញ្ចឹងថោះគឺមានបញ្ហាបែបហ្នឹងអញ្ចឹងគ្រាន់ថាត្រួសបន្តិចបន្តួចទៅឲ្យថោះបានដឹងទាំងអស់គ្នាហើយបើមនុស្សប្រុសវិញបើសិនជាមានប្រជុយលើច្រមុះប្រយ័ត្នប្រយែងមែនតើគឺរោគគឺប្រយ័ត្នមែនតើគឺជំងឺអញ្ចឹងត្រូវតែគេហៅថាបើមានត្រូវកាត់ចេញបន្ទុកហើយមនុស្សស្រីវិញទៀតមនុស្សស្រីបើកាត់ឆ្នាំថោះបើសិនជាមានកូនចៅគឺហត់នឿយណាស់គេហៅថាមនុស្សដែលគេហៅថាយកអាសាជាមនុស្សម្នាក់ដែលតែងតែហៅថាព្យាយាមហើយពេលមានកូនចៅគឺចិញ្ចឹមកូនចៅតែឯងទេពេលមានកូនក៏មើលកូនទៅហើយពេលចាស់ទៅក៏មើលចៅតទៀតទៅគឺបែបហ្នឹងហត់នឿយណាស់ក្នុងជីវិតហើយបើសិនជាមានប្រជុយនៅលើស្នេហ៍ទៀតមនុស្សស្រីកាត់ឆ្នាំថោះគេហៅថាមនុស្សស្រីដែលទុះរេមនុស្សស្រីដែលលំបាកគេហៅថាផ្គត់ផ្គង់ទាំងកូនចៅផ្គត់ផ្គង់ទាំងម្ដាយឪពុកនិយាយទៅគេហៅថារែកដែលឃើញគេរែកទឹកសងខាងលើស្មាម្ដងមកខាងហ្នឹងគឺគេហៅថារែកបែបហ្នឹងទុះរែកបែបហ្នឹងគឺពិបាកណាស់ហត់នឿយណាស់យ៉ាប់យ៉ឺនណាស់សម្រាប់ឆ្នាំថោះជាមនុស្សស្រីហើយមនុស្សប្រុសវិញមនុស្សប្រុសបើមានប្រជុយនៅលើស្មាក៏ពិបាកដែរនៅក្នុងការផ្គត់ផ្គង់និងការរ៉ាប់រងក្នុងគ្រួសារនៅក្នុងជីវភាពជីវិតខ្លួនឯងជាមួយប្តីជាមួយប្រពន្ធជាមួយកូនដូចគ្នាដែរគេហៅថាលីស័យដូចគ្នាស្រាប់ជួយលើស្មាទាំងស្រីនិងប្រុសគឺស្មើគ្នាហើយបើជួយដើមទ្រូងលើដើមទ្រូងវិញសម្រាប់មនុស្សស្រីដែលកាត់ឆ្នាំថោះវាសនាចាមកថាមានប្រជុយនៅលើដើមទ្រូងប៉ុន្តែវាបែបពីក្បាលស្ដន់នៅលើបន្តិចបន្តួចនោះមើលឃើញទេអាហ្នឹងប្រជុយស្នាមប្រជុយល្អសម្រាប់មនុស្សស្រីកាត់ឆ្នាំថោះប៉ុន្តែបើប្រជុយវាលយរហូតឡើងដល់លើនេះពីអាវវាលើឃើញប្រជុយពីអាវវាលើឃើញប្រជុយហ្នឹងគឺបងប្អូនអត់មានស្នេហាជាប់លាប់មួយនឹងមួយទេក្នុងជីវិតប្រយ័ត្នប្រយែងមែនតើប្រយ័ត្នដូរដៃគូជាប្រពន្ធជាប្តីប្រយ័ត្នដូរប្តីច្រើនឬក៏ដៃគូស្នេហាច្រើនប្រយ័ត្នប្រយែងហើយបើសិនជាបងប្អូនមានប្រជុយត្រង់ហ្នឹងតែមកយកខ្សែអាយុហាងគឺថាខ្ញុំប្តីមួយនឹងមួយអត់ដែលបានបាក់គ្នាទេកុំប្រមាថឲ្យសងប្អូនបើមានប្រជុយនឹងហើយទទួលបានរឿងរ៉ាវល្អក្នុងជីវិតអបអរសាទរខ្លួនឯងទៅប្រយ័ត្នតែគេហៅថាប្រមាថទៅវារឿងនោះចិត្តលើខ្លួនយើងអានេះគាត់ថាខ្ញុំជំរាបប្រាប់បែបហ្នឹងវាស្នាមនុស្សមើលឃើញឯងខ្លះទៀតអាយុរហូតដល់60ជាងនៅតែលែងគ្នាខ្ញុំសូមជំរាបប្រាប់បែបហ្នឹង60ជាងនៅលែងគ្នាបាន60ជាង70ជាងលែងគ្នាបែកបាក់គ្នាអាហ្នឹងគឺបងប្អូនប្រយ័ត្នហើយមនុស្សស្រីទៀតដែលថាមានប្រជុយខំត្រង់នេះខ្ញុំសូមបញ្ជាក់អស់ចាំថោះគឺរ៉ាប់ប្រូងនៅរឿងស្នេហានោះគឺខ្លាំងតែម្ដងតែបើមានមនុស្សប្រុសមកស្រឡាញ់យើងទៅគុំមនុស្សប្រុសសិតមនុស្សប្រុសមកផ្គត់ផ្គង់យើងប្រហែលទេយើងជាអ្នកមើលថែគេច្រើនជាងគេមកមើលថែយើងហើយសម្រាប់ប្រជុយទៀតផងនោះគឺអត់ខុសពីខាងលើដែលឃើញប្រហែលទេសុទ្ធតែជាប្រជុយដែលប្រស្នេហ៍ជាប្រជុយដែលបែកបាក់នឹងដៃគូស្នេហាច្រើនបែបហ្នឹងហើយបើមានប្រជុយនៅចំកណ្ដាលដើមទ្រូងហ្មងអត់ប្រឆិតគេឆ្វេងស្ដាំនេះគឺចំកណ្ដាលអានោះហៅថាក្រមទ្រូងស្រាំងទ្រូងស្ទើរតែទុបទ្រូងចេញមកក្រៅគឺប្រជុយត្រង់ហ្នឹងហើយស្ទើរតែបែកឃ្លីបបេះដូងពេលមានស្នេហាគឺចាប់យើងជីវិតមែនតើហើយពេលមានស្នេហាមិនសិនស្នេហាជាប់លាប់ជាមួយយើងពេលដែលយើងមានកូនមានចៅទៅបើប្តីនឹងមិនមានចិត្តពីលួចមានស្រីតាក់ទងខាងក្រៅទេខ្ញុំភ្នាល់នឹងមានចិត្តបែកបាក់នឹងមានចិត្តវិវេហើយនឹងមានរឿងរ៉ាវជាច្រើនដែលប្តីលាក់បាំងយើងនៅក្នុងរឿងរ៉ាវ
អញ្ចឹងប្រយ័ត្ននៅក្នុងបែបហ្នឹងហើយមនុស្សស្រីការឆ្នាំថោះនេះគឺហប់ជាងគេនោះគឺគេបោកលើទំនុកចិត្តខ្ញុំសូមបញ្ជាក់បែបហ្នឹងគឺបោកលើទំនុកចិត្តធ្វើបងប្អូននឹងទៅជួបនៅរឿងរ៉ាវផងបាទហើយបងប្អូននៅការឆ្នាំថោះអាចថាពាក្យជាកម្មខ្សែដៃគេហៅថាកាត់ឆុងលើករាសីនាំសនាមកខ្សែទៅដើម្បីទទួលបានលៀបជ័យអ្វីបើសិនជាបងប្អូនជួបនៅរឿងអត់ល្អឬក៏ពាក្យជាកម្មខ្សែដៃប្រចាំតួរាសីគេហៅថាខ្សែដៃខែថ្ងៃឆ្នាំកំណើតរបស់យើងជាពាក្យដើម្បីគុំធាតដើម្បីលើករាសីចឹងល្អដូចគ្នាហើយឬក៏បងប្អូនអាចរៀបចំជាកាហ្វេតាំងនៅក្នុងបន្ទប់គេងបងប្អូនបានតាំងនៅ office បានដាក់តាំងនៅគេហៅថាកន្លែងរកស៊ីយើងបានគឺល្អប្រសើរគឺហេងចូលមកកាន់ជីវិតបងប្អូនពាក់កម្មខ្សែដៃតាំងនៅធុបពលបើមិនទុំលៀប 100% ទេក៏ល្អប្រសើរក្នុងចន្លោះបានពី50ទៅ80% ផងដែរអញ្ចឹងគឺហេងគឺបែបហ្នឹងសម្រាប់បងប្អូនដែលការចំឆ្នាំថោះហើយខ្ញុំសូមបញ្ជាក់បន្ថែមទៀតអំពីរឿងរ៉ាវមួយទៀតដែលបងប្អូននៃការឆ្នាំថោះហ្នឹងដែលមានប្រជ័យប្រដាប់ភេទមានប្រជ័យប្រដាប់ភេទនេះស្នេហ៍តាក់សាហាវណាស់គឺតាក់សាហាវបំផុតតាក់សាហាវខ្លាំងជាងដើមទ្រូងទៀតក៏ប៉ុន្តែវាពិបាកនឹងរើស្នេហាមួយភពលប់មួយនឹងមួយអស់មួយជីវិតដល់អាយុ90 100និយាយដល់90 100តែម្ដងឲ្យបងប្អូនឆាប់ងាយយល់គឺពិបាកហេតុអីមិនថាពិបាកប្រជ័យស្នេហ៍គឺតាក់ស្នេហ៍ច្រើនបើមិនយើងស្រឡាញ់គេក៏គេស្រឡាញ់យើងច្រើនហើយស្រឡាញ់ហ្នឹងភាគច្រើនគឺចង់បានតែខ្លួនប្រាណយើងទៀតគឺស្រឡាញ់តែខ្លួនប្រាណទៀតវាបែបហ្នឹងពិបាកនឹងស្នេហ៍ស្មោះបែបហ្នឹងគឺស្រឡាញ់យើងគឺមើលឃើញថាទៅមកយកយើងឲ្យបានខ្លួនប្រាណយើងឲ្យណែបនិតយើងទៅបានហើយក៏លុកកឆាយើងឲ្យអស់ចិត្តហើយបានគេហៅថាអស់ចិត្តអស់ខ្លាំងបានត្រូវតែគូមួយទៀតហើយយើងនេះជាមនុស្សស្រីកាត់ចាំថោះមានបញ្ចូលចំណុចថងហ្នឹងគឺកាន់តែដុនដាបគឺកាន់តែយ៉ាប់នឹងស្នេហាឆ្ងល់ខ្លួនឯងទៅជីវិតមិនក៏ផប់ម្លេះទៅកាប់គ្រោះផងទៅកាប់ឆុងផងទៅកាយវាសនាផងនៅតែជួបរឿងបែបហ្នឹងពេលខ្លះបងប្អូនទៅមើលខ្លួនឯងមែនតើក្នុងចំណុចហ្នឹងទៅបញ្ជួយរឿងអីនេះក៏មិនត្រូវប្រមាថដែរហើយរិស័យតួរិស័យយើងកាត់ឆ្នាំថោះជាមនុស្សដែរហៅថាសន្តានចិត្តល្អជាមនុស្សម្នាក់ដែលស្មោះត្រង់នឹងមិត្តភាពនិងរឿងរ៉ាវស្នេហាគ្រួសារនេះក៏វាទទួលបាននៅវិបត្តិផ្ទុយអ្វីដូចគ្នាដែរយូរទៅលេងចង់រស់នៅជាមួយគ្រួសារយូរទៅលេងចង់មានស្នេហាយូរទៅលេងចង់មានមិត្តភាពទាំងអស់ចង់រស់នៅតែឯងបែបស្ងប់ស្ងាត់គឺបែបហ្នឹងឆ្នាំថោះហើយបើមនុស្សស្រីខ្ញុំជម្រាបពាក់គឺចាស់ជាងមនុស្សប្រុសទៅទៀតគឺពិបាកជាងមនុស្សប្រុសហេតុអីក៏ខ្ញុំបានជំរាបប្រាប់ថាពិបាកជាងមនុស្សប្រុសដោយសារតែមានកូនចៅពេលដែលមានហូនមានអីទៅដីគឺមិនសូវជាទុកដាក់ប្រមាណទេខ្លួនយើងដែលជាមនុស្សស្រីត្រូវមើលថែកូនចៅហើយគេហៅថាមនុស្សហោះនេះគឺលំបាកយ៉ាងណាក៏ដោយក៏តស៊ូបានហត់នៅយ៉ាងណាក៏ដោយក៏នៅតែញញឹមហើយខ្លួនឯងឈឺគឺគិតពីការឈឺនឹងទៀតធម្មតាឈឺគិតពីការឈឺអត់អូនត្អែពាក់អ្នកណាទេហើយតោះតែឈឺដួលក្រឹបហ្មងទៅប្រោគេជួយថោះគឺបែបហ្នឹងគឺប្រវត្តិនៅក្នុងហ្នឹងហើយតែថោះគឺមានវាសនាល្អផងថាជាមនុស្សដែលវៃឆ្លាតជាមនុស្សម្នាក់ដែលតែងតែព្យាយាមរៀនអ្វីដែលថ្មីនិងតស៊ូទៅជំនះគ្រប់រឿងរ៉ាវទាំងអស់ចង់តែឲ្យខ្លួនឯងជោគជ័យចង់តែឃើញខ្លួនឯងនឹងលេចធ្លោពូកាន់តែខ្លាំងហើយបានចង់ខ្លួនឯងជួយគ្រួសារជួយមនុស្សជុំវិញខ្លួនបន្តបន្សំដែលខ្លួនឯងត្រូវធ្វើជាងថោះគឺបែបហ្នឹងឯងអញ្ចឹងមិនអីទេគ្រាន់តែថោះបើយើងចេះរៀបចំតួរាសីវាសនាយើងល្អទៅហើយយើងជាមនុស្សម្នាក់ដែលខំប្រឹងពីកំណើតមកហើយជាមនុស្សម្នាក់ដែលមាននិស្ស័យដែលសន្តានល្អមានមនោទានឬក៏ជាមនុស្សម្នាក់តែងតែចូលចិត្តធ្វើបុណ្យធ្វើកុសលពីដើមមកហើយគឺថោះអាចនឹងងាយនឹងជួបនៅវាសនាល្អនឹងជួបនៅរឿងល្អរឿងហេចូលមកកាន់ជីវិតខ្លួនឯងតទៅអនាគតនឹងរឿងហេជាច្រើននឹងរត់មករកយើងឯងតែម្ដងចឹងបងប្អូននៅឆ្នាំថោះត្រូវតែតស៊ូត្រូវតែព្យាយាមនិងត្រូវតែអត់ធ្មត់គ្រប់រឿងទាំងអស់ដើម្បីទទួលបានជោគជ័យនៅថ្ងៃអនាគតបើបងប្អូនមិនថាប្រុសមិនថាស្រីទេចង់សួរខ្ញុំអំពីឆ្នាំថោះចង់ឆែកមើលបាយជឺចង់មើលងើហេងមើលខ្សែបាត់ដៃមើលរឿងរ៉ាវជីវិតអាចឆាតតាក់ទងមកខ្ញុំបានឬក៏ Telegram ខ្ញុំបានដែរជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា